បានរៀបការបើបែរជួយបានចូលឃ្លីបហ្នឹងយ៉ាហ្វាណូដល់ណាដល់ណែច្រៀងអីអាមកហើយណាធ្វើអីក៏គ្មានកំណត់ដែរទៅតំណងដែរអើយបើមិនកើតក៏ធ្វើស្រែមកខ្ញុំស្រែកសួរទេវតាជីវរបងខ្ញុំតើអ្នកណាជាអ្នកចាំដែលត្រូវដំណើរខ្ញុំជួបតែបញ្ហាឬជីវរបងខ្ញុំមានតែទុំបុកខាងព្រោះសំយោចិនមិនភៀងក៏អូនមានស្នេហាក៏បាំងតែមិនងងក្បន់ច្រៀងបទចម្រៀងជាមួយបេះដូងនឹកសន្ននិយាយមិននាងឯងមានអារម្មណ៍ថាហត់ពេលជួយដងខ្ញុំសក់ទឹកភ្នែករយរាត្រីសម្ពាធផ្លូវចិត្តវាកើតឡើងខ្ញុំចង់តែខ្សែមានអារម្មណ៍ថាខ្លួនឯងអត់មានតម្លៃចង់រត់ទៅស្លាប់ដើម្បីទៅចាប់ជាតិថ្មីវិធីដែលខ្ញុំដើរគ្មានអ្នកណាទៅសើមានតែអ្នកចំអកមានតែអ្នកមកដល់ចិនដើរឬចង់ឃើញខ្ញុំស្លាប់ចាំខ្ញុំជូនតាមសំណើអ្នកនឹងមានក្តីសុខនៅពេលដែលអ្នកមកជូនដំណើរអ្នកនឹងមានក្តីសុខនៅពេលដែលអ្នកមកជូនដំណើរខ្ញុំកំពុងពិបាកចិត្តជីវិតខ្ញុំពេលនេះដូចជាមេឃដែលងងឹតបាត់សតិបាត់វិញ្ញាណបាត់ទាំងកម្លាំងចិត្តធុញថប់ស្មុគស្មាញរៀងស្ទះរកគំនិតបញ្ហាស្នេហាគ្រួសារនិងមិត្តភក្តិធ្វើខ្ញុំនៅម្នាក់ឯងព្រោះតែបាត់ភាពជឿជាក់នៅពីមុខគេញញឹមក៏ក្នុងជុំគេពាក្យមុខជាតែខ្ញុំបានធ្វើអ្វីខំបានជាចង់ធាក់ខ្ញុំទម្លៀងជីវិតមួយនេះវាលំបាកយូរមកហើយមិនដឹងថ្ងៃណាខ្ញុំដល់ក៏ខ្ញុំដល់ត្រូវព្រោះតែគ្មានសង្ឃឹមមិនអាចញញឹមបានឡើយបកក្រោយក៏មិនកាប់ព្រោះខ្ញុំដើរមកឆ្ងាយហើយហត់នឹងជីវិតហត់នឹងការមើលងាយសំពីក៏កាន់តែធ្ងន់អ្នកដើរទៅមុនទីដៀលថាជំទុនជ្រាយមិនហ៊ានតបសម្ដីខ្ញុំស៊ូសំងំហើយវិញសំពីផ្សងព្រេងទៅតាមវាសាសង្ឃឹមតែថ្ងៃមួយរីករាយស្រែកសួរទេវតាជួយរបងខ្ញុំតើអ្នកណាជាអ្នកចាំដេញត្រូវដំណើរខ្ញុំជួបតែបញ្ហាឬជីវិតរបស់ខ្ញុំមានតែទុំបុកខាងព្រោះសំយល់ចិនមិនភៀងក៏អូនមានស្នេហាក៏បាំងតែមិនងងក្បន់ច្រៀងបទចម្រៀងជាមួយបេះដូងនឹកមិនសន្ននិយាយមិននាងឯងមានអារម្មណ៍ថាហត់ពេលជួយដងខ្ញុំសក់ទឹកភ្នែករយរាត្រីសម្ពាធផ្លូវចិត្តវាកើតឡើងខ្ញុំចង់តែខ្សែមានអារម្មណ៍ថាខ្លួនឯងអត់មានតម្លៃចង់រត់ទៅស្លាប់ដើម្បីទៅចាប់ជាតិថ្មីវិធីដែលខ្ញុំដើរគ្មានអ្នកណាទៅសើមានតែអ្នកចំអកមានតែអ្នកមកដល់ចិនដើរឬចង់ឃើញខ្ញុំស្លាប់ចាំខ្ញុំជូនតាមសំណើអ្នកនឹងមានក្តីសុខនៅពេលដែលអ្នកមកជូនដំណើរក្តីសុខនៅពេលដែលអ្នកមកជូនដំណើរសង្ឃឹមអ្នកត្រូវញញឹមសាជាថ្មីវិធីដែលយើងដើរមិនមែនដើរតែមួយថ្ងៃជួយទឹកភ្នែកអ្នកឲ្យស្អាតទៅបំពេញក្តីស្រមៃជាយើងគង់បានសម្រាញ់គង់មាននាងឲ្យតម្លៃជីវិតតែងតែមានសុខនឹងទុកជាធម្មតាសម័យបច្ចុប្បន្នគេនិយមចៃដោយដុល្លារបើអ្នកមានលុយនោះពិតជាអស្ចារ្យព្រោះអ្នកនឹងក្រអូបមិនបាច់យកប្រៀបធៀបនឹងការបើសិនជាអត់លុយគុំថាឡើយទៅអ្នកដតីសំបីបងប្អូនឯងក៏គាត់មិនឲ្យតម្លៃឃើញមុខយើងគេចង់តែដេញវាយនេះជារឿងពិតមិនមែនខ្ញុំចេះតែនិយាយតាំងចិត្តស្ងប់អារម្មណ៍កុំគិតអីប្រេផ្ដាទៅពីសំដីគេជួយឲ្យបានខ្លាំងផ្លូវដែលអ្នកដើរខ្លួនអ្នកទៅយល់ច្បាស់រឹងជួតទឹកភ្នែកមេឃនឹងស្រឡាញ់